មែនទែនទៅបងធ្លាប់លើកពាក្យមួយគេថាមនុស្សប្រុសគាត់ពេលដែលនៅក្បែរប្រពន្ធណារឿងទុកកង្វល់រឿងអីគ្រប់យ៉ាងរបស់គាត់វាដូចជាអំបិលត្រូវទឹកវាលាយអស់អញ្ចឹងមែនអត់សម្រាប់ថ្ងៃនេះគឺមានវីដេអូមួយដែលរៀងរ៉ូមែនទិកខ្យល់អាកាសប្រទេសត្រជាក់ហើយអារម្មណ៍របស់ពួកយើងទាំងពីរនេះគឺពិតជាឆ្លងទៅតាមអាកាសធាតុមែនទែនមានសំណួរមួយដែលបងចង់សួរអូនថាតើក្នុងនាមយើងជាភរិយាល្អយើងគួរតែមានវិធីសាស្ត្រអីខ្លះដើម្បីជាការលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តទៅដល់ស្វាមីរបស់យើងចាបងយើងអាចនិយាយថាតួនាទីរបស់ភរិយាល្អមួយចុះបាទហ្នឹងហើយតែអូនដឹងថាអូនធ្វើបានហ្មងណាគ្រាន់តែថាយើងព្យាយាមធ្វើការដែលយើងទី1គឺយើងត្រូវតែជួយសម្រួលការងាររបស់ប្តីជួយឲ្យអស់ផលិតភាពជួយនិយាយទៅគឺយើងមិនអាចសម្រួលការងារធំរបស់គាត់បានគឺការងារតូចៗយើងត្រូវជួយសម្រួលគាត់ទាំងអស់តែនិយាយគ្រប់រូបយើងកុំគិតថាស្វាមីគាត់គឺជាមេគ្រួសារគាត់ជាមនុស្សប្រុសគាត់រឹងមាំគាត់អាចប្រឈមមុខជាមួយនឹងបញ្ហាគ្រប់យ៉ាងក៏ប៉ុន្តែត្រូវតែដឹងថាគាត់នឹងហើយគឺជាអ្នកដែលត្រូវការកម្លាំងចិត្តខ្លាំងជាងគេត្រូវការជំរុញលើកទឹកចិត្តជាងអ្នកណាទាំងអស់លើកទឹកចិត្តមិនពេញទៅចឹងយើងលើកទឹកចិត្តតាមរយៈទី1គឺជាការយកចិត្តទុកដាក់វាបានឆ្លុះបញ្ចាំងបាត់ទៅថាស្វាមីរបស់យើងគាត់ត្រូវការអីព្រោះមនុស្សម្នាក់ៗមានតម្រូវការផ្សេងគ្នាទៅឯងបងចាអញ្ចឹងនៅពេលដែលយើងដឹងថាស្វាមីរបស់យើងចំណុចដែលគាត់ចង់បានជាងគេកន្លែងណាយើងបំពេញឲ្យគាត់កន្លែងហ្នឹងអញ្ចឹងវាប្រៀបដូចជាការសាកថ្មមួយអញ្ចឹងណាបងវាឆាប់ full វាឆាប់មានធម៌ពលត្រឡប់មកវិញបន្ទាប់មកគឺជាការដែលយើងព្យាយាមជួយរកដំណោះស្រាយគ្នាចាគឺអត់ຕົកគ្នាចោលទេមិនមែនថាយើងឃើញថាគាត់មិនសប្បាយចិត្តហើយយើងគិតថាយើងមិនដឹងជួយអីបានណាបងអញ្ចឹងយើងຕົកគាត់ចោលអាហ្នឹងគឺអត់ត្រូវទេបាទផ្ដល់យោបល់បន្តិចតួចទៅផ្ដល់យោបល់បន្តិចតួចទោះបីជាដល់ពេលខ្លះការផ្ដល់យោបល់ហ្នឹងវាគិតថាវាមិនល្អឬក៏ល្អតែឲ្យតែយើងបានចូលរួមអញ្ចឹងឯងចាបងចូលរួមផ្ដល់ឲ្យគ្នាបន្តិចអាហ្នឹងដំណោះស្រាយវាគង់តែអាចឲ្យយើងដោះបានទេចាបងចាមែនទែនទៅបងធ្លាប់លើកពាក្យមួយគេថាមនុស្សប្រុសគាត់ពេលដែលនៅក្បែរប្រពន្ធណារឿងទុកកង្វល់រឿងអីគ្រប់យ៉ាងរបស់គាត់វាដូចជាអំបិលត្រូវទឹកវាលាយអស់អញ្ចឹងមែនអត់វាមែនបើសិនជាប្តីប្រពន្ធហ្នឹងគាត់ស្រឡាញ់គ្នាអូមែនមិនវិញទៅពេលព្រោះអីមនុស្សប្រុសម្នាក់ដែលគាត់រឹងមាំគឺគាត់មានចំណុចខ្សោយមួយគឺគេហៅថាមេតបខ្លាំងក្លាហានប៉ុណ្ណាមិនអាចគេចផុតនៅដំណាក់កាលស្រីស្អាតណាអញ្ចឹងនៅពេលដែលគាត់ជួបមនុស្សស្រីម្នាក់ដែលអាចផ្ដល់នៅអារម្មណ៍សុវត្ថិភាពដល់គាត់គឺ calm down ហ្មងមិនថាពេលដែលគាត់ខឹងសម្បាគាត់មិនសប្បាយចិត្តខូចចិត្តអីពេលដែលម្នាក់ស្រីនឹងចូលទៅក្បែរផ្ដល់យោបល់ផ្ដល់ភាពកក់ក្ដៅគឺគាត់ full ត្រឡប់មកវិញមានអារម្មណ៍ថាសុវត្ថិភាពចាមានអារម្មណ៍ថាសុវត្ថិភាពដោយសារអីដោយសារតែមនុស្សស្រីម្នាក់ហ្នឹងអាចថាភរិយារបស់គាត់គឺគាត់ដឹងថាម្នាក់ហ្នឹងគឺស្មោះត្រង់នឹងគាត់มันមានល្បិចកិច្ចកលមួយគាត់អត់យ៉ាងបាច់មានអារម្មណ៍ថាត្រូវទប់ទល់ឬក៏ការពារខ្លួនឬក៏มันមានអីសង្ស័យលើគ្នាអញ្ចឹងណាចាតែមនុស្សប្រុសគាត់ទទួលបានភាពកក់ក្ដៅមួយតែពេលដែលគាត់នៅក្បែរប្រពន្ធគាត់អាចមានអារម្មណ៍សុវត្ថិភាពដូចមិនមាននរណាម្នាក់ដែលអាចធ្វើបាបចិត្តគាត់ឬក៏បំផ្លាញនៅស្មារតីរបស់គាត់ឬក៏បំផ្លាញនៅអ្វីៗគ្រប់យ៉ាងដែលគាត់កំពុងតែមានចាបងអាហ្នឹងវាជារឿងមួយដែលត្រឹមត្រូវនៅពេលដែលភរិយាស្វាមីគាត់ពិតជាស្រឡាញ់គ្នាគាត់ចូលរួមដំណើរជាមួយគ្នាដោះស្រាយជាមួយគ្នាជួបទុក្ខលំបាកឧបសគ្គផ្សេងៗជាមួយគ្នាបើទោះបីជាខាងប្រុសគាត់មានអារម្មណ៍ថាភាពហត់នឿយមួយចំនួនដែលគាត់កំពុងតែជួបគាត់ក៏អាចកាត់បន្ថយបាន 50% លើដែរគាត់តាមគិតអញ្ចឹងក្នុងលក្ខខណ្ឌមួយហ្នឹងហើយដែលមនុស្សប្រុសគាត់ពិតជាទុនជ្រាយមែនតើនៅពេលដែលគាត់ជួបឧបសគ្គណាមួយនោះហើយគាត់ត្រូវការមនុស្សស្រីដែលជាភរិយាផ្ដល់កម្លាំងចិត្តឲ្យគាត់ដើម្បីជាការសាកថ្មមួយបន្ថែមចាបើមិនជឿបងប្អូនស្ដាប់មើលនៅពេលដែលយើងមានបញ្ហាអីមួយគឺដៃគូរបស់យើងនឹងហើយគឺជាអ្នកប្រឹក្សាយោបល់ជាអ្នកចូលរួមដោះជាអ្នកចូលរួមនៅក្នុងដំណើរការនៃបញ្ហាជាច្រើនចាបងភរិយាស្វាមីបងនៅពេលដែលពួកគាត់ស្រឡាញ់គ្នាខ្លាំងណាមិនមែនគាត់ប្រសពគ្នាហើយមានអ្វីៗគ្រប់យ៉ាងទេបាទគឺវាកាត់ឡើងដោយសារតែចំណុចខ្វះខាតរៀងខ្លួនហើយយើងអាចបំពេញឲ្យគ្នាគឺជាជីវិតនៃការមិនថាតស៊ូឬក៏ទុកលំបាកណាមួយនោះដែលពួកគាត់ឆ្លងកាត់មួយគ្នាបទពិសោធន៍ជីវិតរបស់គាត់បន្តហ្នឹងគឺធ្វើឲ្យក្តីស្រឡាញ់របស់គាត់កាន់តែរឹងមាំហើយគាត់កាន់តែត្រូវការគ្នាដូចយើងហ្នឹងមែនចាដូចម្ដាយឪពុកយើងគាត់អត់ថាបាយគ្នាអត់បានណាអូខេតែប៉ុន្តែពីអ្នកខ្ញុំគឺដូចគ្នាបងប្អូនគឺយើងតែងតែផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកព្រោះនៅពេលដែលគ្រួសាររបស់ខ្ញុំគាត់មានបញ្ហាអីបន្តិចតួចខ្ញុំនឹងព្យាយាមឈរនៅត្រង់នេះដើម្បីចូលរួមគិតចូលរួមដោះជាមួយគាត់ហើយទំនាក់ទំនងដែលធ្វើឲ្យពួកយើងទាំងពីរនាក់កាន់តែស្រឡាញ់គ្នា
គឺដោយសារតែពួកយើងបានឆ្លងកាត់រឿង1 2 3គឺពួកយើងទាំងពីរនាក់ពិតជាបានចូលរួមនៅក្នុងការដោះស្រាយបើទោះបីជារឿងតូចក៏ដោយរឿងធំក៏ដោយរឿងបញ្ហាគ្រប់សពបែបយ៉ាងនៅក្នុងគ្រួសារគឺតែងតែយកវាមកពិភាក្សា ចា៎ មិនដែលលាក់ទុកទេព្រោះយើងគិតថាការលាក់ទុកនេះវាអត់ចំណេញមតិ2អាចឈ្នះមតិ1បើសិនជាយើងមិនបានបង្ហាញនៅរឿងនេះទេប្រកាសដំណោះស្រាយអាចមានតែមួយផ្លូវចុះបើសិនខ្ញុំសួរគាត់តែចន្ទនេះគាត់បើកផ្លូវមួយទៀតមកអញ្ចឹងអានឹងជារឿងល្អមួយដែលធ្វើឲ្យយើងប្រសើរឡើងអញ្ចឹងទំនាក់ទំនងប្តីប្រពន្ធបើសិនជាយើងមានបញ្ហាមួយដែលយើងអស់កម្លាំងចិត្តឬក៏ត្រូវការទីប្រឹក្សាក្នុងការពិភាក្សាកុំភ្លេចភរិយាស្វាមីនឹងឯងដែលធ្វើឲ្យយើងដើរទៅមុខបាន ចា៎ ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន